ไทยแล้วนะครับขอบคุณนะครับละแวกขอบคุณកម្ពុជាបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដើម្បីទាមទារសំណងសម្រាប់ការខូចខាតដែលបង្កឡើងដោយកងទ័ពថៃពាក្យបណ្ដឹងនេះអំពាវនាវឲ្យកងទ័ពថៃដកចេញទៅវិញនិងបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពដែលរំលោភទៅលើសិទ្ធិលំនៅឋានរបស់ពលរដ្ឋរួមទាំងការប្លន់និងការបំផ្លាញផ្ទះសម្បែងទោះបីជាមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដោយទាហានថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនទាំងនេះរួមមានតំបន់នានានៅក្នុងខេត្តចំនួន4ដោយទីតាំងជាច្រើននៅតែស្ថិតនៅក្រោមវត្តមានរបស់យោធាថៃជាក់ស្ដែងនៅក្នុងភូមិចំនួន3ក្នុងខេត្តបន្ទាយមានជ័យកងទ័ពថៃត្រូវបានគេរាយការណ៍ថាបានដំឡើងលួសបន្លានិងទូកុងតឺន័រដើម្បីរារាំងប្រជាពលរដ្ឋមិនឲ្យវិលត្រឡប់ទៅផ្ទះវិញសេចក្តីរាយការណ៍ជាច្រើនក៏បានបង្ហាញផងដែរថាផ្ទះសម្បែងត្រូវបានលួចកោះនិងរងការខូចខាតខណៈយានជំនិះដូចជាម៉ូតូត្រាក់ទ័រនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើនផ្សេងទៀតត្រូវបានលួចយកនៅក្នុងខេត្តបន្ទាយមានជ័យព្រះវិហារឧត្តរមានជ័យនិងពោធិ៍សាត់អ្នកសង្កេតការណ៍និងក្រមសិទ្ធិមនុស្សព្រមានថាសកម្មភាពទាំងនេះអាចជាការរំលោភទៅលើច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិជាពិសេសតាក់ទងនឹងការការពារជនស៊ីវិលនិងទ្រព្យសម្បត្តិឯកជនកម្ពុជានិយាយថាខ្លួនកំពុងស្វែងរកការទទួលខុសត្រូវតាមរយៈយន្តការអន្តរជាតិខណៈពេលដែលបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធី